Ok, dân mơ là ba tìm mối cứ dân miến. He is very tall. He is very tall. Ok, chẳng very tall mình là cục khlang, chẳng là cục nà. Chẳng tờ, chẳng he is very tall mình là cục maintain, chẳng màu. He is very tall. He is very tall. Ok, chẳng màu. Ok,បន្ទាប់យើងមាន Tom is quite short. Okay, Tom is quite short. ចឹងយើងមាន quite short, quite short. Short ប្រែថាទាបដល់ពេលដែលយើងដាក់ quite នៅពីមុខមានថាវារាងទាបចឹងណាវាបន្ថយកម្រិតទាបហ្នឹងឲ្យមកមិនសូវជាខ្លាំងចឹងណាចឹង quite short, quite short ចឹងមកចឹង Tom is quite short មានន័យថា Tom ហ្នឹងគាត់រាងទាបបន្តិចចឹងណាអូខេ Tom is quite short. Tom is quite short ចឹងមកអូខេបន្ទាប់យើងមាន you are of medium height. You are of medium height គឺយើងមាន medium height. Medium height. Medium ហ្នឹងប្រែថាមធ្យមចឹងនៅពេលនិយាយថា medium height មានន័យថាកម្ពស់មធ្យមចាអត់ខ្ពស់ពេកហើយក៏មិនទាបពេកដែរចឹងហៅថា medium height. Medium height ចឹងមក You are of medium height មានអ្នកមានកម្ពស់មធ្យមអូខេចឹងណាអូខេ You are of medium height អូខេបន្ទាប់យើងមាន Susie is so slim. Susie is so slim ចឹងយើងមាន slim so slim អូខេ so slim មានន័យថាស្គមមែនតើណាអូខេហើយភាគច្រើនពាក្យ slim ហ្នឹងគឺយើងប្រើចំពោះមនុស្សស្រីដល់ពេលដែលមនុស្សស្រីគាត់រាងស្គមអញ្ចឹងគេថា slim ហើយគេ slim អញ្ចឹង Susie is so slim ប្រែថា Susie ហ្នឹងពិតជាស្គមណាស់គេ Susie ពិតជាស្គមណាស់អញ្ចឹងមកអញ្ចឹង Susie is so slim អូខេអញ្ចឹងហើយអូខេបន្ទាប់យើងមាន I was very thin. I was very thin អូខេ very thin ពាក្យ thin ហ្នឹងប្រែថាស្ដើងបើយើងប្រែទៅលើកម្រាស់អីរបស់ A1 បើរបស់ A1 thin វាស្ដើងប៉ុន្តែចំពោះមនុស្សគឺមានន័យថាគាត់រាងស្ដើងឬក៏ស្គមអញ្ចឹងណាហើយ thin ហ្នឹងគឺប្រើភាគច្រើនចំពោះមនុស្សប្រុស slim ក៏យើងប្រើចំពោះមនុស្សស្រីអញ្ចឹងណាអញ្ចឹង I was very thin. I was very thin មានខ្ញុំស្គមខ្លាំងណាស់ចឹងណាខ្ញុំស្គមខ្លាំងណាស់ I was very thin អូខេចឹងមកអូខេបន្ទាប់យើងមាន overweight. Overweight ដែលពាក្យ overweight ហ្នឹងគឺមានន័យថាលើសទម្ងន់ណាអូខេទម្ងន់លើសកម្រិតអាហ្នឹងគឺយើងប្រើពាក្យ overweight. Overweight អូខេហើយពាក្យហ្នឹងគឺមិនសូវជាអាក្រក់អីប៉ុន្មានទេបើយើងប្រើថានរណាម្នាក់គាត់ overweight មិនសូវជាឆ្លើយប្រហែលទេនៅពេលដែលយើងប្រើពាក្យ overweight ដើម្បី describe នរណាម្នាក់អញ្ចឹងណាអញ្ចឹងយើងនិយាយថា she is overweight. She is overweight អញ្ចឹង she is overweight មានន័យថានាងមានទម្ងន់លើសកម្រិតអូខេអញ្ចឹងណា she is overweight. She is overweight អញ្ចឹងមកអូខេមកទៀតយើងមានពាក្យ fat. Fat F A T fat. Fat ពាក្យថា fat ហ្នឹងប្រែថាធាត់គេធាត់ខ្លាំងហើយពាក្យហ្នឹងគឺមានន័យអវិជ្ជមានច្រើនបើយើងនិយាយថានរណាម្នាក់ fat គាត់អាចនឹងខឹងអញ្ចឹងណាអញ្ចឹងយើងប្រើពាក្យ overweight មុននឹងមកបើយើងចង់មិនចង់ឲ្យអ្នកស្ដាប់ហ្នឹងខឹងអូខេដែលសំឡេងវាដូចជាឆ្លើយពេលយើងនិយាយថា fat ហ្នឹងអូខេអញ្ចឹង very fat មានកាន់តែធាត់ថែមទៀតធាត់ខ្លាំងអញ្ចឹងណា very fat. Very fat អញ្ចឹងនិយាយថា their cat is very fat. Their cat is very fat និយាយថាឆ្មារបស់ពួកគេធាត់ខ្លាំងណាស់ចាឆ្មារបស់ពួកគេធាត់ខ្លាំងណាស់អូខេ Their cat is very fat អូខេចឹងមកមាន clear dark skin អូខេ dark skin
Okay, dark ហ្នឹងប្រែថាងងឹតណាបើយើងប្រែទៅដាច់ទៅវាអញ្ចឹងដល់ពេលដែលយើងប្រើជាមួយ skin ហ្នឹងប្រែថាស្បែកអញ្ចឹងបើនិយាយថា dark skin មានស្បែកហ្នឹងពណ៌ខ្មៅស្រអែមអញ្ចឹងណាអូខេវាខុសពី black skin បើ black skin វាខ្មៅយកតែម្ដងប៉ុន្តែបើ dark skin វាអាចខ្មៅស្អែមអញ្ចឹងឯងអញ្ចឹង dark skin Suri has dark skin Suri has dark skin គេមាន Suri មានសម្បុរខ្មៅស្រអែមអញ្ចឹងណាអូខេ Suri has dark skinអូខេអូខេបន្ទាប់យើងមាន dark hair ចឹង dark hair យើងអាចប្រើជំនួសបាន black hair យើងចង់និយាយពាក្យ black hair យើងប្រើ dark hair មកអញ្ចឹងវាមានន័យថាសក់ពណ៌ខ្មៅចឹងណា dark hair អូខេអញ្ចឹង she has dark hair គេមានន័យថានាងមានសក់ពណ៌ខ្មៅគេនាងមានសក់ពណ៌ខ្មៅអូខេ she has dark hair អូខេចឹងមកអូខេបន្ទាប់យើងមាន brown eyes ដែល brown មានន័យថាពណ៌ត្នោតអញ្ចឹង brown eyes មានថាផ្នែកពណ៌ត្នោតអញ្ចឹងណាគេ brown eyes អញ្ចឹងយើងអាចនិយាយបានថា he has brown eyes អូខេ he has brown eyes គេមានន័យថាគាត់មានផ្នែកពណ៌ត្នោតចឹងណាគាត់មានផ្នែកពណ៌ត្នោតអូខេ he has brown eyes អូខេចឹងមកអូខេបន្ទាប់យើងមាន clear ពីរអូខេយើងមាន blonde hair ហើយនិង fair skin អូខេ blonde ប្រែថាពណ៌ទង់ដែងអូខេវាស្តីងនឹងពណ៌ប្រាក់ដែរអូខេអា blonde ហ្នឹងគេអញ្ចឹង blonde hair មានសក់ពណ៌ទង់ដែងគេយើងអានថា blonde hair អូខេបោះលើសអស់ណាស់ blonde ចឹងឯងចំណែកឯ fair skin បើយើងប្រែ fair ដាច់ទៅវាប្រែថាស្មើភាពគ្នាអញ្ចឹងណាយុត្តិធម៌អញ្ចឹងណា fair ហ្នឹងប៉ុន្តែបើ fair skin មានន័យថាស្បែកសម្បុរពណ៌សអាហ្នឹងវាស្មើយើងអាចប្រើជំនួសពាក្យ white skin បានអូខេអញ្ចឹង fair skin អូខេអញ្ចឹងយើងអាចនិយាយបានថា Polly has blonde hair and fair skin អូខេ Polly has blonde hair and fair skin គេមានន័យថា Polly មានសក់ពណ៌ទង់ដែងនិងសម្បុរស្បែកសអូខេអញ្ចឹងណា Polly មានសក់ពណ៌ទង់ដែងនិងសម្បុរស្បែកសអូខេ Polly has blonde hair and fair skin អូខេអញ្ចឹងមកអូខេបន្ទាប់យើងមានពាក្យ beard អូខេ beard អូខេពាក្យថា beard ហ្នឹងគឺប្រែថាពុកចង្កាអូខេពុកចង្កាមានពុកមាត់នៅខាងក្រោមមាត់របស់យើងនៅលើចង្កាអាហ្នឹងគេប្រើពាក្យ beard ចឹងឯងហើយនឹង long hair long វែងហើយ hair សក់ចឹង long hair មានសក់វែងចឹងឯងចឹង a beard and long hair មានពុកចង្កានិងសក់វែងចឹងឯងចឹងប្រយោគហ្នឹងយើងនិយាយថា Ben has a beard and long hair ចា៎ Ben has a beard and long hair មាន Ben គាត់មានពុកចង្កានិងសក់វែងអូខេចឹងឯងអូខេទៀតយើងមានពាក្យ mustache អូខេ mustache ពាក្យថា mustache ហ្នឹងគឺសំដៅទៅលើពុកមាត់អូខេពុកមាត់ហ្នឹងគឺនៅខាងលើមាត់ហើយក្រោមច្រមុះហើយគេថា mustache ហ្នឹងហើយមួយទៀតគឺយើងមាន short hair គេ short ប្រែថាខ្លី hair សក់អញ្ចឹង short hair ប្រែសក់ខ្លីអញ្ចឹងណាអញ្ចឹង a mustache and short hair អូខេមានពុកមាត់និងសក់ខ្លីអញ្ចឹងណាអញ្ចឹងយើងអាចនិយាយបានថាពិសិដ្ឋ has a mustache
and short hair គេពិសិដ្ឋ has a mustache and short hair គេប្រែថាពិសិដ្ឋមានពុកមាត់និងសក់ខ្លីអូខេចឹងហើយអូខេបន្ទាប់ហើយជាពាក្យចុងក្រោយនៅក្នុងវីដេអូហ្នឹងគឺយើងមាន good looking អូខេ good looking អូខេចឹងពាក្យ good looking ប្រែថាសង្ហាអូខេរូបរាងសង្ហាវាអាចប្រើបានជំនួសពាក្យ handsome អូខេបើយើងអត់ចង់ប្រើពាក្យ handsome ប្រើពាក្យ good looking ហ្នឹងមកចឹងពាក្យច្រើនយើងប្រើនិយាយថា good looking man ចា good looking man មានបរិសសង្ហាអូខេចឹង good looking man អូខេចឹងហើយចឹងយើងអាចនិយាយបានថា my dad is a very good looking man អូខេចឹងណា my dad is a very good looking man អូខេមែនឪពុករបស់ខ្ញុំគឺជាបុរសដែលមានរូបរាងសង្ហាខ្លាំងណាស់អូខេឬក៏សង្ហាមែនតើចឹងណា okay, my dad is a very good looking man អូខេចឹងហើយ